សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីការconfig DHCP server នៅក្នុង Linux អញ្ចឹងដំបូងដើម្បីយើងធ្វើការ config ទៅលើ DHCP server នៅក្នុង Linux បានយើងត្រូវធ្វើការ install DHCP server package សិនអញ្ចឹងដើម្បី install DHCP server package អ្នកគ្នាអាចប្រើ command yum install DHCP server ចឹងដោយសារតែម៉ាស៊ីនរបស់ខ្ញុំបាន install ហើយអីចឹងខ្ញុំអត់ចាំបាច់ធ្វើការ install package នឹងម្ដងទៀតទេតែបើសិនជាម៉ាស៊ីនរបស់អ្នកគ្នាអត់ទាន់បាន install ទេអ្នកគ្នាអាចធ្វើការប្រើ command yum install DHCP server អញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការ install DHCP server package ហើយខ្ញុំធ្វើការទៅ set static IP សម្រាប់ម៉ាស៊ីនរបស់ខ្ញុំចូលមកកន្លែង wire connected នេះចូលមក wire setting អញ្ចឹងម៉ាស៊ីនរបស់ខ្ញុំបាន set static IP រួចហើយបើសិនជាអ្នកគ្នាអត់ទាន់បាន set static IP ទេអ្នកគ្នាអាចចុចកន្លែងបូកនេះតបមកយើងចុចបូកនេះហើយវានឹងចេញយើងចូលមកកន្លែង IPv4 នេះយើងយក manual ហើយយើង set static IP ដាក់ subnet មកហើយនឹង default gateway មកហើយនឹង DNS ប៉ុណ្ណឹងហើយអញ្ចឹងសម្រាប់របស់ខ្ញុំបាន set ហើយគឺនេះកន្លែង detail តែមកចូលមកកន្លែង IPv4 នេះខ្ញុំបានយក manual address អញ្ចឹង static IP address របស់ខ្ញុំគឺ128ហើយ subnet mask ប៉ុណ្ណឹងហើយនឹង default gateway គឺ 192.168.168.2 DNS ខ្ញុំប្រើ DNS របស់ Google គឺ8.8.8.8 អញ្ចឹងបន្ទាប់ពីយើងបានធ្វើការ set static IP ប៉ុណ្ណឹងហើយជំហានបន្ទាប់ទៀតគឺយើងចូលទៅកាន់យើងទៅធ្វើការ config ទៅលើ file របស់ DHCP អញ្ចឹងយើងចូលមក vm etc dhcpd.config អញ្ចឹងបើពេលអ្នកគ្នាចូលមកវាអត់ឃើញអញ្ចឹងឯអានេះដោយសារតែខ្ញុំបានសរសេរវាហើយបានវាចេញមកបានប៉ុណ្ណឹងអញ្ចឹងអានេះគឺខ្ញុំដាក់ប៉ុណ្ណឹងចូលមកអញ្ចឹងមាន DNS update style none authorization subnet គឺខ្ញុំដាក់ subnet របស់ខ្ញុំគឺ 192.168.168.0 subnet mask ដូចគ្នាហើយ rank ដែលខ្ញុំឲ្យវាបោះហ្នឹងគឺវាចន្លោះពី192.168.168.100ទៅដល់192.168.168.154ហើយមួយទៀតគឺ subnet mask អញ្ចឹងយើងដាក់ subnet mask របស់យើងមកហើយ router នេះគឺយើងដាក់ default gateway default gateway របស់ម៉ាស៊ីនរបស់យើងហើយ domain name គឺបើសិនជាអ្នកគ្នាមាន DNS server អ្នកគ្នាដាក់ domain name របស់អ្នកគ្នាមកហើយសម្រាប់កន្លែងdomain name server នេះខ្ញុំដាក់របស់ Google ហើយនឹង default list time make list time អ្នកគ្នាបន្ទាប់ពីដាក់បានប៉ុណ្ណឹងហើយអាចចុច escape ហើយយើង save វាបន្ទាប់មកយើងធ្វើការ enable និង start service អញ្ចឹងដើម្បី enable និង start service យើងប្រើ command ពីរនេះអញ្ចឹងគឺ system control enable DHCPD អញ្ចឹងបើវា success វា load មកអញ្ចឹងបើសិនជាអត់ success វានឹង load message error មកហើយមួយទៀតគឺយើងធ្វើការ start service system control start DHCPD
ok ចឹងបន្ទាប់ពីយើងបាន enable និង start service ហើយជំហានបន្ទាប់ទៀតគឺយើងធ្វើការ add port firewall ចឹងខ្ញុំអាច copy ពីនេះមកផាសកន្លែងនេះចឹង success ហើយវា load message warning នេះដោយសារតែខ្ញុំបាន add port firewall ហ្នឹងហើយម្ដងហើយមួយទៀតគឺfirewall reload ផាស okay success ហើយបន្ទាប់ពី add port firewall ហើយខ្ញុំអាចធ្វើការ restart service ម្ដងទៀតអញ្ចឹង system control restart DHCPD អូខេនេះចុងបន្ទាប់ពីខ្ញុំបានធ្វើការ restart service ចឹងវា success ហើយតែសម្រាប់បើសិនជាអ្នកនរគ្នា restart service ហើយវាមាន error អ្នកនរគ្នាអាចប្រើ comment ខាងក្រោមនេះដើម្បី check មើល detail ថាអ្នកគ្នា error កន្លែងណាអញ្ចឹងចឹងអានេះបន្ទាប់ពី success ចឹងហើយដើម្បីតេស្តឲ្យអ្នកគ្នាមើលខ្ញុំចូលមកកន្លែង VM នេះsetting ចឹងយើងចូលមក network adapter ហើយកន្លែងនេះចឹងយើងយក custom specific virtual network ហើយអានេះវាមានច្រើនតែខ្ញុំយក VMnet 8អ្នកគ្នាអាចចូលមក control panel network internet network and sharing center ចឹងគឺខ្ញុំអាសាញ IP ខ្ញុំ connect មកនេះខ្ញុំ connect មក VMnet 8អញ្ចឹង VMware វាមាន adapter 2មកលើម៉ាស៊ីនរបស់យើងគឺមាន VMnet 1និង VMnet 8តែខ្ញុំ connect ទៅ VMnet 8អូខេចឹងបន្ទាប់ពីយើងយកអាហ្នឹងហើយខ្ញុំចុច OK មកចឹងខ្ញុំអាចតេស្តឲ្យអ្នកគ្នាមើលគឺយើងចូលមក command prompt cmd IP config /all ចឹងយើងរកVMnet 8ខ្ញុំសូមធ្វើការ release វាមួយសិនយក release អូខេIP config ខ្ញុំ clear ហើយខ្ញុំ IP config ឲ្យអ្នកគ្នាខ្ញុំ clear ហើយខ្ញុំIP config ឲ្យអ្នកគ្នាមើលម្ដងទៀតមិញវាជាប់អាចចាស់តើខ្ញុំ release ហើយវាអត់ដើរអូខេអញ្ចឹងយើងរកកន្លែង VMnet 8នេះអញ្ចឹងនេះIP address prefer នេះវាចាប់យក192វាបោះឲ្យមកគឺ 192.168.100 ដូចយើងកំណត់នៅក្នុង VMware របស់យើងចានេះយើងកំណត់ rank វាពី 192.168
192.168.100 ទៅដល់192.168.100.104 ចឹងវាបោះឲ្យអានេះអូខេចឹងយើងឃើញថា DHCP server របស់យើងវាដែរហើយយើងមើលអាហ្នឹងហើយអាចមើលខាងក្រោមនេះទៀតវាដូចគ្នាអញ្ចឹង subnet mask នេះក៏វាចាប់វាបោះមកប៉ុណ្ណឹងហើយអានេះ default gateway របស់វាដូចម៉ាស៊ីននៅក្នុង Linux របស់ខ្ញុំអញ្ចឹងហើយនេះជា IP របស់ DHCP server របស់យើងអញ្ចឹងមួយទៀតគឺខ្ញុំនឹងបង្ហាញអ្នកគ្នាពីការ set specific IP ទៅលើ specific machine ហ្មងចឹងអានេះជារបៀបដែលយើងធ្វើការ config ចឹងយើងចូលមកកន្លែងយើងចូលមក dhcpd.config ទៅដែរហើយយើង add អានេះបន្ថែមហើយសម្រាប់កន្លែង hardware ethernet នេះយើងដាក់យើងអ្នកគ្នា refresh MAC address របស់ម៉ាស៊ីនអ្នកគ្នាចូលមកចឹងអានេះ MAC address របស់ VMnet 8របស់ខ្ញុំចឹងខ្ញុំដាក់អាហ្នឹងមកហើយកន្លែង fix address នេះយើងដាក់ IP address ដែលយើងចង់ assign ទៅឲ្យម៉ាស៊ីនហ្នឹងអាហ្នឹងអាចថារបៀបដូច manager គាត់ចង់បាន IP address ប៉ុន្មានអញ្ចឹងអ្នកគ្នាអាចដាក់អាហ្នឹងឲ្យគាត់បានអញ្ចឹងខ្ញុំសូមធ្វើការ copy អានេះហើយយើងយកមកផាសនៅក្នុងនេះអញ្ចឹងខ្ញុំផាសខាងក្រោមតបមកយើង save ហើយយើង restart service ម្ដងទៀតអញ្ចឹងsystem control restart DHCPD តពី restart ហើយខ្ញុំអាចមកធ្វើការ release IP ចាស់ចោលសិន IP config releaseវាអត់ទាន់មកចូលតទៀតអូខេអ្នកគ្នាវាមកហើយVMnet 8មុនហ្នឹងខ្ញុំ release ហើយវាអត់ទាន់មកភ្លាមអញ្ចឹងនេះកន្លែង IPv4 នេះមុនហ្នឹងគឺវាបោះមក 192.168.100 ឥឡូវវាបោះមក.50 វិញដូចដូច IP ដែលខ្ញុំចង់ដាក់ឲ្យអញ្ចឹងបានន័យថាយើងការដែលយើង assign specific IP មកការ specific machine ហ្នឹងវា success ហើយអញ្ចឹងសម្រាប់ការ config DHCP server នៅក្នុង Linux មានតែប៉ុណ្្នឹងទេគឺយើង config DHCP server ធម្មតាហើយនឹងយើង assign specific IP address ទៅឲ្យម៉ាស៊ីនណាមួយដែលយើងចង់ assign ទៅចាំមានតែប៉ុណ្្នឹងឯងអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ